sạch tôi thế bàn tay nó về lật tập hall tranh máu hô bị cả bằng hô bị cả cật thắng để xa sạch đọc hai tùi chẳng chờ tục chạy đón vô hái mà rịp vào đời ấy sạch tôi thế chẳng bàn tha hay là class sạch thông mà sao mà vô tranh ở má bên ấy thế sạch slow sạch thông mà đại chứ vì mình tiên tha ta sạch slow nắng về to là sạch tôi hay sạch cái to là sạch thông vì ở đây chẳng song khăn nè ca phần nật nâng ca vô toàn pèl chẳng nè bà hay complete group chung rệp xua bông phôn ngày nay trong màu chạy lại bông phôn này lư đọc đồng sạch cò ấy bà sạch cò pizza pet theo steroid bà thyroid bà này cho làm steroid auto thyroid rứa có pin steroid bà có pin steroid hai đồng sạch cò ní đọc đồng sạch cò ní vì chỉ tu tới tam bất thyroid có pin steroid đó nè na còn miền này group kia tầng miền tầng còn vận tải hai pol để miền bành ha vì hoạt lật hormone rồi có chiết pol lơ nó không cam praហើយវាបង្កទៅជាបញ្ហាហើយអ្នកដែលគាត់មានបញ្ហាហ្នឹងនៅពេលដែលគាត់វិវត្តដែលយើងហៅថាមៈเร็งបានមៈเร็งកូនកដោអញ្ចឹងនៅពេលដែលវាចាប់ផ្ដើមសាច់នេះបងប្អូនសាច់បើទោះបីជាវាមិនកំណត់ថាសាច់នឹងទូចឬធំទេព្រោះខ្ញុំធ្លាប់ជួបអ្នកជំងឺខ្លះនៅពេលដែលគាត់ដោះសាច់កមកនេះសាច់កនេះអ្នកខ្លះឡើងធំហើមអ្នកខ្លះឡើងមកបងអញ្ចឹងឲ្យចាំខ្ញុំដាក់រូបនៅខាងលើឲ្យមើលអ្នកខ្លះនៅពេលដែលដុំសាច់កទៅនេះវាឡើងធំទៅហើយសាច់ហ្នឹងដែលយើងអត់ទៅបានយកចេញពីព្រោះវាត្រូវការដកចេញវាផលិតជាតិពុលច្រើនលើសលប់វាធ្វើឲ្យយើងមានបញ្ហាហើយវិវត្តទៅជាមะเร็งបាទវិវត្តទៅជាមะเร็งកូនកដោឬក៏មហារីកយើងហៅធម្មតាអ្នកខ្លះថាហៅមហារីកអញ្ចឹងមហារីកកូនកដោអីចឹងទៅអញ្ចឹងពួកអាប្រភេទដោះសាច់កហ្នឹងវិធីព្យាបាលងាយបងប្អូនតែកុំទុកឲ្យហួសពេលវិធីព្យាបាលអត់ខុសពីការព្យាបាលមេរោគផ្សេងទាំងអស់ខុសទាំងអស់គឺបៀមរ៉ែបាទបៀមរ៉ែហើយអត់ចាំបាច់ធ្វើអីទេបៀមរ៉ែមានន័យថាទី1យើងទៅជួបដុកទ័រប្រឹក្សាវះកាត់យកបើសិនក្នុងការចាំបាច់ត្រូវកាយវះកាត់ហើយវះកាត់ហ្នឹងវាមានតាមថាតើត្រូវការវះកាត់យកទាំងអស់ឬក៏វះកាត់ទុកខ្លះដើម្បីឲ្យវាផលិតហូម៉ូនធម្មតាតែបើសិនជាក្នុងករណីថាយើងវះកាត់យកចេញទាំងអស់គឺយើងត្រូវការលេបហូម៉ូនមួយជីវិតបាទមួយជីវិតហើយថ្នាំហ្នឹងគឺធូរថ្លៃដែរទេប៉ុន្តែត្រូវលេបមួយជីវិតលេបរហូតអញ្ចឹងព្យាបាលគឺយើងផឹកបៀមរ៉ែបាទបៀមរ៉ែហើយបើសិនជាដុកទ័រមើលឃើញថាដាក់ម្ដងបាត់អាហ្នឹងនឹងដាក់ម្ដងបើដាក់ម្ដងមិនបាត់ទេនឹងថែមម្ដងទៀតដាក់2ដង3ដងហើយអ្នកខ្លះអត់កំណត់ទៅលើសាច់ទៀតពីព្រោះមានអ្នកជំងឺខ្ញុំ2នាក់បងប្អូនដឹងមិនអីសាច់ទូចទេប៉ុន្តែនៅពេលលទ្ធផលចេញមកហួសពីការរំពឹងហួសពីការគិតថាដោយសារសាច់ដោះហើយទូចចឹងខ្ជិលទុកចៃដនយកហើយមហារីកបដ ாய் អីសាច់ទូចទេចឹងបានថាហើយអ្នកខ្លះសាច់ធំស្រាប់តែយកចេញអស់មកអត់មានអីទេសាច់ស្លូតសាច់ធម្មតាចឹងវាមិនទៀងថាតើសាច់ស្លូតហ្នឹងវាតលសាច់ទូចហើយសាច់កាយតលសាច់ធំវាអត់ទេអញ្ចឹងសំខាន់ណាស់ការពិនិត្យនឹងការយកតាន់ពេលអញ្ចឹងណាបាទហើយកុំភ្លេចចែកម្លែកអរគុណច្រើនបាយបាយជម្រាបលា